ខួរក្បាលថាខំលាក់បាំងគេឲ្យចិត្តនៅរឿងដែលខ្លួនឯងចង់ប្រព្រឹត្តល្មើសប៉ុន្តែអាដៃជើងនោះវាបែរជាបែរជាប្រឹងលាតត្រដាងឲ្យគេឃើញទៅវិញតាមពិតបើយើងគិតឲ្យដល់ទៅសកម្មភាពរបស់រាជការថៃបាទរាជការថៃដែលបានធ្វើមកលើកម្ពុជាយើងហ្នឹងគឺគេនិយាយទៅគោលការណ៍មួយដែលគេធ្វើមកលើកម្ពុជាគឺបំបត្តិ scam បាទនឹងរាជការថៃគឺចង់បំបត្តិ scam ទៅវាយកម្ពុជាប៉ុន្តែដៃជើងរបស់គេដែលជាពួកយោធានោះបែរជាទៅបកក្រាតរាជការខ្លួនឯងថាជាសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាទៅវិញបងប្អូនហេតុអីបានខ្ញុំនិយាយអញ្ចឹងសកម្មភាពនៃការលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជារបស់របរប្រើប្រាស់ផ្សេងរាប់ទាំងម៉ូតូគោយន្តអីអញ្ចឹងជាដើមបាទស្អីក៏វាយកដែរពួកថៃហេតុអីបានពួកយោធាថៃហ៊ានយកដោយសារពួកយោធាថៃតាមខ្ញុំគិតណាពួកយោធាថៃគិតថាសង្គ្រាមនេះអ្វីដែលគេទទួលបានគឺជាជ័យភ័ណ្ឌបាទជ័យភ័ណ្ឌមានអ្វីដែលគេយកក្រោយពេលសង្គ្រាមក្រោយពេលឈ្នះសង្គ្រាមគេប្រមូលយកទាំងអស់អញ្ចឹងពាក្យជ័យភ័ណ្ឌនេះសំដៅទៅលើសង្គ្រាមឈ្លានពានសង្គ្រាមដែលឈ្លានពានគេឲ្យបានប្រមាណយកប៉ុណ្ណឹងណាអញ្ចឹងសកម្មភាពរបស់យោធាថៃគឺចង់បង្ហាញថាវាជាសង្គ្រាមឈ្លានពានដោយសារពួកនឹងវាអត់ដឹងខ្លួនវាដោយឡែករាជការថៃនិយាយថាជាសង្គ្រាមបំបត្តិ scam អញ្ចឹងពីរនឹងដើរទិសដៅផ្ទុយគ្នាដូច្នេះពិភពលោកក៏ដូចជាអន្តរជាតិគេបានឃើញច្បាស់ថាថៃកំពុងតែធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជាតាមរយៈដៃជើងរបស់ខ្លួនឯងគឺពួកយោធានឹងតែម្ដងតែពួកយោធានេះអត់បានដឹងទេទុយទៅវិញក្រោយពេលដែលបែកធ្លាយវីដេអូពីខ្លួនឯងពាក់ព័ន្ធទៅនឹងការប្រមូលលួចទ្រព្យសម្បត្តិជាពលរដ្ឋកម្ពុជាបែរជារាជការថៃឲ្យយោធាថៃនឹងយកទៅទុកឬយកទៅដាក់នៅកន្លែងដើមវិញដោយឲ្យខ្មែររបស់យើងនឹងបញ្ចេញនៅกระดาษស្នាមតើមានអីខ្លះបាត់អីខ្លះបងប្អូនពិចារណាទៅវិញចោលដែលវាលួចរបស់គេទៅហើយយករបស់គេមកទុកប្រាប់គេថាមិនត្រូវនិយាយថាម៉េចច្រឡំដៃឬក៏បន្លំអញ្ចឹងចោលគឺចោលហើយអត់មានត្រឡប់ក្រោយវិញទេលួចរបស់គេទោះមកទុកកន្លែងដើមក៏នៅតែជាចោលដែរហើយចោលនោះគឺជាចោលនៃសង្គ្រាមឈ្លានពានទៅទៀតនេះគឺសុទ្ធតែជាភស្តុតាងដែលយើងអាចរៀបចំសំណុំឯកសារប្តឹងទៅតុលាការបានបាទនេះខ្ញុំចង់លើកយកមកចំណុចហ្នឹងអញ្ចឹងជាថ្មីម្ដងទៀតរាជការខំបិទបាំងថាវាជាសង្គ្រាមបំបត្តិ scam តែយោធាខ្លួនឯងបែរជាបង្ហាញឲ្យគេឃើញថាវាជាសង្គ្រាមឈ្លានពានទៅវិញសូមអរគុណប្រិយមិត្ត